ប្រជាសហគមន៍ទឹកជ្រោះប៊ូស្រាបានសម្ដែងក្តីព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើដែលជាប្រភពទឹកនិងដើមឈើប្រណិតនៅតំបន់រមណីយដ្ឋានមួយនេះដោយសារមានអ្នកលួចចូលកាប់ស្ទើរតែរៀងរាល់ថ្ងៃហើយព្រៃឈើតាមដងអូជាប្រភពទឹកជ្រោះនោះមានគេនាំគ្នាឈូសឆាយយកដីធ្វើចម្ការទៀតអនុប្រធានសហគមន៍ទឹកជ្រោះប៊ូស្រាលោកញ៉ែងជ្រឹកបានមានប្រសាសន៍ឲ្យដឹងថាទឹកជ្រោះប៊ូស្រាកំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកធ្វើឲ្យបាត់បង់សម្រស់នៃជ្រោះទឹកធ្លាក់ដែលធ្លាប់តែល្បីល្បាញជាច្រើនជំនាន់មកហើយនោះលោកបន្តថាព្រៃដែលស្ថិតនៅអមសងខាងមាត់អូដែលជាប្រភពទឹកជ្រោះត្រូវក្រុមហ៊ុននិងអ្នកមានអំណាចមួយចំនួនបានឈូសឆាយវិតយកដីដើម្បីដាំដំណាំកៅស៊ូនិងធ្វើចម្ការផ្សេងខ្ញុំព្រួយរាល់ថ្ងៃក្រុមហ៊ុនឈូសឆាយពីលើនោះតាមមាត់អូនឹងដល់អូហ្មងអានោះខ្ញុំព្រួយបារម្ភឆ្នាំនឹងខ្លាចវារីងទឹកហេតុអីបានខ្លាចរីងទឹកมันខ្លាចមិនបងដូចថាអស់ដើមឈើអស់ឫសឈើគឺអស់ទឹកហើយនៅឈាមទឹកហ្នឹងដើមឈើនឹងឯងមានទឹកបើអត់មានដើមឈើអត់មានទឹកទេតំបន់ណាខ្លះទៅអូហ្នឹងចាប់ពីអូប៉ុលហ្នឹងដល់លើដល់ជិត20គីឡូហ្នឹងក្រុមហ៊ុនគេឈូសឆាយដល់មាត់អូទៅហ្មងបើតាមច្បាប់របស់គេមិនអោយប៉ុណ្្នឹងទេទុក100ម៉ែត្រទៅ150ម៉ែត្រពីអូឥឡូវអានឹងអស់លីងហ្មងមិនຕົកទេក្រុមហ៊ុនណាដែរក្រុមហ៊ុនខាងអូប៉ុលហ្នឹងគឺខ្ញុំដឹងទៅក្រុមហ៊ុនខាងដាឡាវៀតណាមអនុប្រធានសហគមន៍រូបនេះបានដឹងទៀតថាបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់រមណីយដ្ឋានដូចជាខ្វះទឹកឬទឹកមិនសូវហូរខ្លាំងជាពិសេសនៅខែប្រាំងប្រែប្រួលមិនប្រែប្រួលមិនដូចថាទឹកអត្រាកំពុងតែឈូសឆាយកំពុងតែរុញឈើមកដាក់ទម្លាក់មាត់អូដល់ហ្នឹងប៉ះពាល់ដល់ទឹកវាមានល្អក់ជួនកាលទឹកមានហូរទៅជួនកាលទឹកអត់ហូរអញ្ចឹងប្រជាពលរដ្ឋអ្នករកស៊ីថតរូបនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាលោកគង់សុបិនបានឲ្យដឹងថាក្នុងរយៈពេលប្រមាណជា2ឆ្នាំនេះកម្ពស់ថ្មក្បាលទឹកជ្រោះបានស្រុតចុះគួរឲ្យព្រួយបារម្ភដោយសារមានដើមឈើធំបានដួលរលំសង្កត់លើក្បាលជ្រោះនោះពីដើមវាចោតនេះហូរមកវាចោតធ្លាក់អញ្ចឹងឥឡូវវាហូរមកវាជំរាលអញ្ចឹង2ឆ្នាំនឹងស្រុតហ្មងដើមឈើមានមុខ1ម៉ែត្រកន្លះហើយប្រវែងមានដល់5ដល់10ម៉ែត្រ10ម៉ែត្រ5 10ម៉ែត្រហើយអញ្ចឹងថ្មណាដែលនៅជ្រោះស្រុតមកស្រុត2ឆ្នាំនោះស្រុតមែនតើស្រុតមកហើយជា4ម៉ែត្រ5ម៉ែត្រលោកបន្តថាឈើប្រណិតនៅតំបន់ព្រៃអភិរក្សនោះក៏មានអ្នកលួចកាប់ធ្វើអាជីវកម្មជាបន្តបន្ទាប់ដែរលើពីនេះទៀតសកម្មភាពកាប់ទន្ទ្រានព្រៃវិតយកដីធ្វើចម្ការបានធ្វើឲ្យផ្ទៃដីព្រៃឈើនៅតំបន់រមណីយដ្ឋានមួយនេះរួមតូចជាបន្តបន្ទាប់វាបាត់បង់ដែរបងគេមកលេងគេមកទី1គេមើលទឹកធ្លាក់ទី2គេមកមើលព្រៃឈើហើយព្រៃឈើរាល់ថ្ងៃនេះតំបន់រមណីយដ្ឋានខ្ញុំបើតាមខ្ញុំដឹង1គីឡូ4ចុងឥឡូវនៅសល់ប្រហែលជា300ម៉ែត្រទេអញ្ចឹងពួកដែលមានយកានៅក្បែរនឹងកាប់បន្ថែមមកឆ្លើយតបនឹងបញ្ហានេះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកសុងខៀងមានប្រសាសន៍បញ្ជាក់ដោយខ្លីនៅថ្ងៃប្រហ័សទី1ខែធ្នូថាបច្ចុប្បន្នស្ថាប័នលោកបានគ្រប់គ្រងស្ថានភាពបទល្មើសព្រៃឈើនៅតំបន់នោះបានហើយស្ថាប័នលោកកំពុងចាត់ការតាមនីតិវិធីច្បាប់ចំពោះករណីនេះជាបណ្ដាក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីនីតិវិធីរបស់លោកនោះថាត្រូវធ្វើយ៉ាងណាខ្លះចំពោះករណីនេះឬបង្ហាញពីចំនួនជនល្មើសដែលត្រូវផ្ដន្ទាទោសកម្រិតណានោះទេប្រធានមន្ត្រីទេសចរខេត្តមណ្ឌលគិរីលោកងិនសុវិមានប្រសាសន៍នៅថ្ងៃទី1ធ្នូដែរថាលោកទទួលស្គាល់ថាមានបទល្មើសព្រៃឈើខ្លះកើតមាននៅតំបន់នោះក៏ប៉ុន្តែមន្ត្រីទេសចរប្រជាសហគមន៍រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមដើរល្បាតជាប្រចាំដើម្បីទប់ស្កាត់បញ្ហានេះនេះគេអត់ទេការកាត់ដីគាត់ថាការចាក់អីចឹងណាគេចេះណែនាំគាត់ទៅកុំឲ្យគាត់រៀបកាប់ទៅទៀតយើងទុកទៅហ្នឹងទៅគ្រាន់តែជាកន្លែងសក្តានុពលមួយបើយើងបងប្អូនមកលេងទៅភ្ញៀវមកលេងបានច្រើនចឹងទៅយើងលក់ដូរទៅដាច់ទៅជាទៀតយើងមិនដឹងវាឧបស្គមនៅចកានេះចកាខ្លះទៅបងប្អូនបានទូទីទៅយើងណែនាំគាត់ចឹងណាលោកញ៉ៃជឹកបានមានប្រសាសន៍ថាករណីនេះក្រៅពីមានក្រុមហ៊ុនក៏មានក្រុមគ្រួសារមន្ត្រីមានអំណាចនៅក្នុងស្រុកនិងខេត្តបានពាក់ព័ន្ធក្នុងករណីកាប់ទន្ទ្រានព្រៃឈើនៅតំបន់នោះដែរដោយសំអាងហេតុផលថាជាព្រៃចំការចាស់ហើយសហគមន៍លោកមិនមានអំណាចអ្វីអាចទប់ស្កាត់បាននោះទេខ្ញុំខាត់ប្រមាណលើកហើយខាត់មិនចេញមកប៉ុណ្ណឹងមកយើងរាយការណ៍ដល់ថ្នាក់លើទៅថ្នាក់លើគេថាចការចាស់របស់គេយើងមិនអាចខាត់ទេបានទេខ្ញុំថាមិនមែនចការចាស់ទេលោកចការចាស់គឺដើមត្រេងខេតណាចការចាស់មានដើមឈើមកអោបពីអោបនោះទេខ្ញុំថាអញ្ចឹងសហគមន៍នឹងដូចថាអត់មានតម្លៃបាទ
យើងនិយាយទៅគេទៅអត់មានតម្លៃព្រោះគេមានអំណាចធំទៅគេចាត់តែទុនធានមួយឆ្នាំកាប់10ដើមមួយឆ្នាំកាប់20ដើមយូរទៅវាលមកអ្នកទេសចរមួយរូបរស់នៅទីក្រុងភ្នំពេញដែលបានទៅទស្សនានៅតំបន់ទឹកជ្រោះប៊ូស្រានោះលោកស្រីអលសំភ័ក្រមានប្រសាសន៍ចាប់អារម្មណ៍ថាបើសិនជាការបង្ក្រាបករណីបំផ្លាញធនធានធម្មជាតិនៅតំបន់នេះធ្វើមិនបានជោគជ័យទេទៅអនាគតនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរនៅតំបន់នោះសោកស្ដាយព្រោះថាយើងអត់បានជួយអីដល់ខាងធម្មជាតិផងយើងមិនគួរណាទាំងអស់គ្នាមកបំផ្លាញទេវាថាប្រៀបដូចជាចម្រោកសត្វព្រៃក៏ដូចវាដូចផ្ទះយើងដែរបើយើងអត់មានហ្នឹងយូរមិនឆាប់ហើយយើងវាគ្មានទីចម្រោកអញ្ចឹងធ្វើឲ្យយើងគ្មានសុភមង្គលគ្មានអីផងប្រធានមន្ត្រីទេសចរខេត្តមណ្ឌលគិរីបានឲ្យដឹងថាតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រាមានទំហំប្រមាណ300ហិកតាក៏ប៉ុន្តែរហូតមកដល់ពេលនេះគេមិនទាន់បានកំណត់ព្រំប្រទល់ច្បាស់លាស់និងគ្រប់ជ្រុងជ្រោយនៅឡើយទេនៅក្នុងរយៈពេលប្រមាណ10ខែក្នុងឆ្នាំ2011នេះមានភ្ញៀវទេសចរប្រមាណពី5ទៅ6000នាក់ដែលបានទៅទស្សនានៅតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រានិងអាចរកចំណូលបានប្រមាណពី1លានរៀលទៅ2លានរៀលខ្ញុំសេកបណ្ឌិត With you អាស៊ីសេរី